mà nè lụa tầng on nhưng tham bon đi và cái sầm đánh trên cái sầm đánh thôiวันนะเจนปรึกเจนอย่างงี้เจนไงเธอกาวิจอบไอ้นะตามเปิดทิศเปิดลุกเมียนดักเมียนไอ้กาแฟเมียนอะพักตี้บางปอนตึก môi cái than chắc à มอยท่าเมนเนี่ยท่า nhưng nè than môi nè than đây than dương sầm đánh បងប្អូនទាំងអស់គ្នាខ្ញុំគ្មានពេលសម្ដែងទេបលឹមឡើងមកដល់ហាងភ្លាវវ៉ាន់ចេញ4 10កញ្ចប់មានម៉ួយដុំម៉ួយរៀបចំដាច់ខ្យល់បែកញើមួយថ្ងៃចេញ3ដងអ្នកដឹកវិញបងប្អូនមកខ្ញុំជួយខមមិនជួយគ្រប់គ្រងខ្ញុំបងប្អូនអត់មានពេលសម្ដែងទេថងបិទស្គុតទៅសេមានពេលណាទេមេលុយសអស់ថងអស់លុយអស់លុយ ថងទិញក៏ឲ្យលុយគេ គេឲ្យលុយគេអត់ just ស្គុតបាត់ឲ្យលុយគេ ចាបាត់ឲ្យលុយគេ ហើយគេរៀបហ្នឹងត្រូវខាតកម្លាំងលើកដាក់ចង់ដាច់ខ្យល់ទេមែនទេបង អ្នកដឹ នេះ កជូនក៏ត្រូវឲ្យលុយគេដែរបងប្អូនឲ្យបានបងខ្ញុំបងប្អូនតាមដាន page TikTok ទៅគឺចេញប៉ិតមកមានការកម្ដែងតែមានពេលវេលាទេបងប្អូនតែវ៉ាន់ចេញដោយសារតែបងប្អូនភាគច្រើនគឺមកសមកចាស់បើនិយាយទៅគឺ 80% មកថ្មី 20% ទេ អូចឹងបានន័យថាផលិតផលដែលយើងលក់បានឲ្យគាត់ទិញហើយត្រឡប់មកវិញទៅឥឡូវជាក់ស្ដែងដូចកាហ្វេចំណុចកន្លែងណាដែលចងបេះដូងរបស់ម៉ួយបានដែលគាត់ទិញហើយត្រូវបកត្រឡប់មកវិញ សម្ដែងតិជននេះទី1គាត់ថាតម្លៃសមរម្យហើយជាកាហ្វេកញ្ចប់ងាយស្រួលនឹងការឆុងគាត់នៅកន្លែងធ្វើការលក់ដូរឬក៏គាត់ទៅតាមផ្លូវគាត់ឆុងដាក់ដល់តាមបានចាងាយស្រួលចឹងហើយមួយទៀតគឺរសជាតិគាត់ថាចេះអូយមីនាងហើយកាហ្វេមីនាងឯងគាត់ដាក់គឺខ្ទិះពេញមាត់អាខ្ទិះហ្នឹងហើយវាអត់តលន់អាជាតិផ្អែមហ្នឹងវាល្មមផ្អែមហ្មងវាអត់ផ្អែមខ្លាំងពេកហើយក្លិនបាត់ឈ្ងុយស្រាសតុនដាក់ហើយគាត់ថាគាត់មានអារម្មណ៍ថាញ៉ាំមួយកែវវាចេះចង់ថែមមួយកែវទៀតអារម្មណ៍គឺដូចអ្នកលក់បងប្អូនអារម្មណ៍មួយហ្នឹងដែលបងប្អូនថាហូបហើយជាប់ចិត្តហើយហូបលក្ខណៈទាំងគ្រួសារដែលថាអត់បានពេលខ្លះគាត់អស់ស្តុកភ្លាមខលមកអូនកាលណាដឹកហើយជើងព្រឹកឲ្យវ៉ាន់ចេញ10 20កញ្ចប់បងសូមអធិស្ឋានសុំចាំបន្តិចទៅក៏មកថាអូននៅបញ្ញាប់ឲ្យអ្នកដឹកបងឃ្លានកាហ្វេណាមានម៉ួយខ្ញុំអញ្ចឹងទៀតអូយខ្ញុំទៅស្អាតមួយឃ្លានព្រោះឲ្យគាត់ថាហូបរាល់ថ្ងៃអត់ហូបមួយថ្ងៃគាត់មានអារម្មណ៍ថាដូចហេងហាងដូចខ្វះអីម្យ៉ាងបាទដូចជីវិតយើងដូចអត់ន័យទេណាជីវិតអត់ន័យ នៅមែនតា ស្ទើអីម្យ៉ាងក្នុងខ្លួនគាត់អញ្ចឹងណាអូខេព្រោះដោយសារតែកាហ្វេ Golec គឺជាកាហ្វេមួយដែលមានរសជាតិឯកផ្ដាច់ខុសពីគេដោយសារអីចេះខ្ញុំជឿថាលោកអ៊ំលោកពូអ្នកមានពីច្រើនដែលគាត់ហូបកាហ្វេកញ្ចប់គាត់ថាគាត់ចង់ហូបកាហ្វេកញ្ចប់ណាដែលហូបទៅអារម្មណ៍ដូចគាត់ហូបកាហ្វេដែលមានតម្លៃថ្លៃហូបកាហ្វេនិយាយទៅដូចកាហ្វេ brand ហ្មងហើយសុវត្ថិភាពសម្រាប់គាត់ក្នុងការហូបអញ្ចឹងកាហ្វេ Golec នេះគឺផ្ដល់អតិថិជនទាំងអស់តែម្ដងដោយសារអីអត់មានជាតិខ្លាញ់អត់ល្អទេអញ្ចឹងលោកអ៊ំលោកពូអ្នកមានចាស់គាត់ហូបដោយសុវត្ថិភាពហើយមួយវិញទៀតអត់មានដាក់ក្លិនអត់មានដាក់ពណ៌គឺក្លិនដែលឈ្ងុយរបស់កាហ្វេគឺចេញមកពីកាហ្វេ Robusta កម្រិតផ្កាយ5ដែលនាំគ្រាប់ពូជមកពីប្រទេសប្រេស៊ីតែម្ដងចាមួយទៀតមេគាត់ថាគាត់គាំទ្រដោយសារ Golec គឺជា brand កូនខ្មែរផង វ៉ាវត្រូវអញ្ចឹងសម្រាប់បងប្អូនដែលថាគាត់នៅតែគាំទ្រនៃការបន្តទិញអញ្ចឹងស៊ីធម្មជាតិក៏នៅតែ promotion ទិញ5ថែម1ដដែលទិញ5ថែម1បាន6កញ្ចប់កាហ្វេចង់ណែនាំជូនបងប្អូនថាចេះមានពីររសជាតិក៏បៃតងស្ករតិចក៏ខ្មែរនេះគឺកាហ្វេអត់ស្ករមួយរយៈនេះខ្ញុំឆ្ងល់មកយកសម្បិច3មិនទេផឹកមិនខ្ញុំលក់ដល់វិញហេតុអីក៏ត្រូវមិនពីព្រោះពេលដែលមិនពីរនេះចូលគ្នាវាធ្វើឲ្យរសជាតិគាត់ថាហត់តែឆ្ងាញ់ដល់ហើយជាតិស្ករនៅសល់ត្រឹមតែ 10% ឯហ្នឹងអញ្ចឹងសម្រាប់ពីច្រើនឥឡូវហ្នឹងគាត់ឆ្លាញ់សុខភាពគាត់ណាគាត់អត់ចង់ហូបកាហ្វេដែលផ្អែមខ្លាំងហួសហេតុពេកទេអញ្ចឹងដាក់ពីនេះមិនបញ្ចូលគ្នាគឺត្រូវមកហើយ